អរុនសុស្ដីព្រឹកនេះខ្ញុំសូមលើកយកពាក្យថាក្របីមកចែកជូនបងប្អូនទីសន្តាប់ក្របីយើងសរសេរកជើងរបដាក់ស្រៈអីវាជាសត្វពាហនៈដែលមានលក្ខណៈខុសពីគោជាសត្វចតុបាទមានជើង4មានមាឌធំសម្បោរខ្មៅមានស្នែងមានរោមស្ដើងក្របីខុសគ្នាពីគោត្រង់ថាក្របីដេកនៅក្នុងរណ្ដៅមានថ្លុកការពារមុខខំឯគោដេកនៅក្នុងក្រោលក្របីមកពីពាក្យថាក្រដល់ទឹក3ទី1គឺក្របួរក្របោកនិងក្ររោមចំណែកឯគោមានគ្រប់ទាំង3ក្របីជាទូទៅគេប្រើប្រាស់ក្នុងវិស័យសេដ្ឋកិច្ចប្រពៃណីសាសនានិងវប្បធម៌ប្រទេសកម្ពុជាយើងសម័យដើមប្រើប្រាស់ក្របីក្នុងការធ្វើរបរកសិកម្មត្រូវភ្ជួរយើងភ្ជួរមានក្របីមួយនឹមហើយប្រើនង្គ័លមនុស្សដេញពីក្រោយក្របីត្រូវពាក់នឹមមានខ្សែទៀមត្រឹមត្រូវហើយទៀមខ្សែមកក្រោយម្ចាស់ដេញពីក្រោយទៅនឹងយើងអាចភ្ជួរស្រែបានក្របីនេះនៅមានពាក្យមិនស្របគ្នាជាច្រើនខ្លះថាមានដើមកំណើតមកពីប្រទេសហ្វីលីពីនតាមរយៈការស្រាវជ្រាវយើងគិតថាក្របីនឹងដើមកំណើតមានតាំងពី5000ឆ្នាំមុនគ្រិស្តសករាជមកម្លេះចំណេះក្រោយមកទៀតវាមានការប្រើប្រាស់ច្រើននៅឥណ្ឌាភាគខាងត្បូងនិងមីយ៉ាន់ម៉ាគឺប្រទេសភូមានេះឯងចំណេះក្រោយមកទៀតសតវត្សទី13 15តមកទៀតហ្នឹងក៏មានប្រើនៅអាស៊ីអាគ្នេយ៍ក្របីតាមរយៈប្រពៃណីព្រះពុទ្ធសាសនាឃើញថាគេយកមកប្រណាំងមានប្រណាំងបំបោក្របីប្រណាំងបរទេសនៅក្នុងខេត្តកណ្ដាលនៅលើពីនេះទៅទៀតពាក្យថាក្របីនេះមានការប្រើប្រាស់ខុសៗគ្នានៅក្នុងប្រទេសកម្ពុជាយើងប្រើពាក្យក្របីនៅប្រទេសថៃគេប្រើក្រប៊ឺនៅប្រទេសឡាវខ្វាវនៅប្រទេសភូមាឈិនឬជីននៅប្រទេសហ្វីលីពីនតាមភាសាកាតាឡុកហ្នឹងគេថាកាឡាបាវអញ្ចឹងឥឡូវនេះនៅក្នុងប្រទេសកម្ពុជាយើងនឹងមានភេសជ្ជៈមួយដែលមានជាតិផ្អែមនោះឈ្មោះថាការ៉ាបាវបាទអញ្ចឹងគេប្រើប្រាស់ផ្សេងគ្នាទាំងអស់ប្រភេទក្របីនឹងមានក្របីវាលក្របីទឹកក្របីគោនឹងមិនសូវមានទេព្រោះថាវាមានស្នែងធំតាមប្រពៃណីទំនៀមទម្លាប់របស់ជនជាតិភាគតិចហ្នឹងនៅតាមភូមិនានានៅខេត្តរតនគិរីជាពិសេសគឺគេដាក់ស្នែងក្របីគឺសម្គាល់ថាភូមិរបស់ជនជាតិភាគតិចក្របីក៏មានពាក្យមួយចំនួនដែរមានពាក្យមិនល្អមានពាក្យទំនៀមពាក្យទំនៀមនោះគឺក្របីបាត់ទើបធ្វើរបងដល់ពេលប្រឡងទើបស្វាធ្យាយមានន័យថាអ្វីមិនបានត្រៀមទុកធ្វើឲ្យរៀបរាល់ពីលក្ខណៈអ្វីដែលត្រូវការពារមុនទេដល់ពេលបាត់ដល់មានគ្រោះភ័យហើយបានធ្វើរបងទៅតាមក្រោយវាមិនខុសពីការសិក្សាគ្រូណែនាំគ្រូប្រាប់ថាឲ្យរៀនពីដំបូងរៀនពីដើមដៃរៀនបន្តិចម្ដងប្រៀបបានជាភ្លៀងរលឹមអត់រៀនទេដល់តែពេលចិត្តប្រឡងតាំងអូសង្វាតសតិញណាមើលទៅហាក់ដូចខំមែនតែនតែតាមពិតវាអត់សូវបានផលទេបានផលតិចតួចពាក្យក្របីមួយទៀតជាពាក្យអសុរោះដែលគេជេរយ៉ាងម៉េចជេរថាអាក្របីព្រៃអាក្របីបង្វេងបឹងនោះមានន័យថាអ្វីយើងអត់ស្គាល់ទីតាំងរបស់យើងអត់ស្គាល់ទឹកដីរបស់យើងអត់ស្គាល់ភូមិរបស់យើងនៅពេលដែលយើងក្រហ្នឹងយើងទៅដល់រស់ទៅដល់ពេលយើងបានមានកុំតកើងតំណងខ្ពស់ទៅយើងភ្លេចដើមកំណើតរបស់ឯងភ្លេចបឹងរបស់ឯងវាបានដូចជាត្រកួនឆ្លក់ទឹកអញ្ចឹងមូលហេតុដែលបានលើកឡើងថាក្របីតាក់ទងនឹងសេដ្ឋកិច្ចតាក់ទងប្រពៃណីតាក់ទងនឹងវប្បធម៌យើងមានភ័ស្តុតាងគឺយើងមានរូបសត្វក្របីហ្នឹងនៅជញ្ជាំងប្រាសាទបាយ័នយើងមានសិលាចារឹកមួយចំនួនទៀតដែលមានការប្រើប្រាស់ក្របីដូចជាសិលាចារឹក K154 នៅប្រាសាទព្រះខែនៅសតវត្សទី10 K224 នៅកំពង់ធំប្រាសាទតាព្រំសតវត្សទី9 K259 នៅក្នុងប្រាសាទបាគងសតវត្សទី11 K444 ខេត្តបាត់ដំបងនៅសតវត្សទី7បាទអញ្ចឹងអានេះសឲ្យឃើញថាតកតងនឹងវប្បធម៌របស់ខ្មែរសរុបមក
ពាក្យដែលតាក់ទងនឹងប្របីនឹងមានពាក្យអសរោះមានពាក្យតាក់ទងនឹងសេដ្ឋកិច្ចប្រពៃណីសាសនាទំនៀមទម្លាប់របស់ខ្មែរអញ្ចឹងយើងនៅមានការចិញ្ចឹមក្របីនៅទូទាំងប្រទេសទោះមានកម្មវិធីវិទ្យាសាស្ត្រមានគោយន្តមានត្រាក់ទ័រក៏ដោយក៏គេនៅតែចិញ្ចឹមដើម្បីយកស្បែកនឹងយកសាច់វាលក់ដែរ